hai đó chặt lắm á luôn bên đấy chỉ cần chặt đá nhưng khi ông có đôi chân mà chặt thì không nên ra từ bố xong từ đầu chân điệp số từ đầu luôn có đôi chân số tới từ càng mình luôn hạt cái ống thì nên khi chúng mua sân tay nát mà chúng ta sao thì sao thì khi chúng mua mòn là này chúng ta chúng ta là trong chúng ra sân tay hai đứa mà chặt rồi trong dân khi muốn nè tiếp cứ khen đi chơi lý bệnh tây sang thịt cá Australia nâng xịt đồ rẻ thay lấy cứ phụ dân chơi đồng nạc ở trong thì khám qua công giới ông pi media dan giới atas cerapរបស់មនុស្សប្រភេទមុំនិងអត្តចរិតរបស់មនុស្សប្រភេទរុយ people with these and fly characteristics ហើយនៅក្នុងមេរៀនរបស់យើងគឺមានចំណុចសំខាន់ដូចជាទី1គឺនិយាយអំពី content ទី2គឺគោលបំណងទី3សេចក្តីផ្ដាំទី4គុណវិបត្តិនិងគុណសម្បត្តិរបស់ប្រភេទសត្វទាំងពីរទី5គឺគុណវិបត្តិនិងគុណសម្បត្តិរបស់មនុស្សអត្តចរិតប្រភេទទាំងពីរនិងចុងក្រោយគឺការសំណុំពរហើយនៅក្នុងមេរៀនរបស់ពួកយើងគឺមានចំណុចតួអង្គសំខាន់ចំនួន4គឺសត្វរុយសត្វឃ្មុំអត្តចរិតមនុស្សប្រភេទរុយនិងអត្តចរិតមនុស្សប្រភេទឃ្មុំដោយតែយើងបានដឹងស្រាប់ហើយថាមនុស្សយើងម្នាក់ៗគឺតែតែមានអត្តចរិតនិងចរិតលក្ខណៈខុសៗគ្នាដោយសារតែពួកគេមានការកើតមានការស្រឡាញ់មានការយល់ចិត្តខុសគ្នាដូច្នេះហើយបានធ្វើឲ្យមនុស្សយើងម្នាក់ៗគឺមានចំណុចល្អដែលជាគុណសម្បត្តិអ្នកខ្លះមានចំណុចអាក្រក់ដែលជាគុណវិបត្តិក៏ដូចគ្នានេះដែរសត្វគឺមានសត្វខ្លះមានសត្វដែលមានចរិតស្នូលឬល្អមានសត្វដែលមានចរិតរ៉ាយឬអាក្រក់ហើយដូច្នេះហើយបានជាយើងអាចប្រណូលអត្តចរិតរបស់មនុស្សទៅនឹងសត្វទាំងពីរបានតែនៅក្នុងមេរៀនរបស់យើងគឺយកអត្តចរិតរបស់មនុស្សទៅប្រណូលនឹងសត្វឃ្មុំនិងសត្វរុយដែលយើងអាចហៅបានថាមនុស្សដែលមានអត្តចរិតប្រភេទរុយនិងមនុស្សដែលមានអត្តចរិតប្រភេទឃ្មុំហើយមុននឹងយើងចូលទៅដល់ការបកស្រាយនៃមេរៀនយើងត្រូវដឹងថាតើមេរៀននោះមានគោលបំណងអីដើម្បីឲ្យយើងរៀនពីព្រោះថានៅក្នុងមេរៀននីមួយៗគឺគេតែងតែមានគោលបំណងដើម្បីឲ្យយើងរៀនតាមគោលបំណងយើងត្រូវដឹងថាគោលបំណងនៅក្នុងមេរៀននោះមានអីខ្លះដើម្បីឲ្យយើងអាចងាយស្រួលចូលទៅស្ដាប់នៅការបកស្រាយរបស់ពួកយើងបានដែលនៅក្នុងមេរៀនរបស់យើងគឺមានគោលបំណងទី1គឺធ្វើឲ្យយើងយល់ច្បាស់ពីការរស់នៅរបស់សត្វឃ្មុំនិងសត្វរុយធ្វើឲ្យយើងស្គាល់ពីសត្វឃ្មុំនិងសត្វរុយធ្វើឲ្យយើងស្គាល់ពីអត្តចរិតរបស់ប្រភេទសត្វទាំងពីរតើសត្វទាំងពីរនោះមានអត្តចរិតមិនដូចគ្នាមានអត្តចរិតល្អអាក្រក់ឬក៏អត្តចរិតស្លូតឬកែធ្វើឲ្យយើងយល់ដឹងពីអត្ថប្រយោជន៍របស់សត្វទាំងពីរនោះហើយយើងចេះបែងចែកពីមនុស្សមានអត្តចរិតប្រភេទឃ្មុំនិងប្រភេទរុយតើមនុស្សនោះមានអត្តចរិតឬក៏ចរិតលក្ខណៈមិនដែរប្រភេទទាំងពីរនោះហើយចុងក្រោយគឺឆាប់យល់ពីអត្តចរិតរបស់មនុស្សនៅក្នុងសង្គមពីព្រោះថាដូចតែយើងដឹងស្រាប់ហើយថាមនុស្សយើងទោះបីស្គាល់មុខតែអត់ស្គាល់ចិត្តទេបើយើងអាចរៀនមេរៀននេះហើយយកទៅសង្កេតបានគឺវាល្អមែនទែនហើយជាកិច្ចបន្ទាប់ពីនេះខ្ញុំសូមទេវេទិកានឹងទៅឲ្យប្រសាទបញ្ញាសាបកស្រាយអំពីនិយមន័យរបស់ប្រភេទសត្វទាំងពីរនេះម្ដងជាកិច្ចទៅខ្ញុំសូមបកស្រាយអំពីនិយមន័យរបស់សត្វឃ្មុំនិងសត្វរុយទៅអ្នកអំពីបានដឹងចឹងសត្វរុយជាសត្វដែលចូលចិត្តរស់នៅកន្លែងណាមិនល្អក៏អាចបង្កជាមានជំងឺមកដល់ពួកយើងហើយវាតំណាងឲ្យភាពមនុស្សតំណាងឲ្យភាពរញ៉េរញ៉ៃឬមនុស្សដែលមិនសូវចេះសហការគ្នានៅនេះគឺជានិយមន័យរបស់សត្វឃ្មុំគឺជាសត្វដែលចូលចិត្តរស់នៅជុំគ្នារស់នៅជួយគ្នាសហការគ្នាល្អឬក៏ឧស្សាហ៍ព្យាយាមមានវិន័យនិងការសហការគ្នាល្អតស៊ូគ្រប់ឧស្សាហ៍ដើម្បីសម្រេចគោលដៅរបស់ពួកគេហើយវាតំណាងឲ្យភាពខិតខំនិងភាពរួមតទៅនេះខ្ញុំសូមឲ្យវិទ្យាទៅទៅណាវិញដើម្បីបកស្រាយបន្តហើយឥឡូវហ្នឹងបើយើងបន្ទាប់ពីយើងបានស្ដាប់នៅនិយមន័យរបស់ប្រភេទសត្វទាំងពីរហើយគឺយើងចូលមកស្ដាប់អំពីគុណសម្បត្តិរបស់ប្រភេទសត្វទាំងពីរនឹងវិញម្ដងតែទី1គឺខ្ញុំនឹងលើកយកមកនិយាយអំពីគុណសម្បត្តិរបស់សត្វឃ្មុំសត្វឃ្មុំគឺជាសត្វដែលមានសាមគ្គីភាពហេតុអីបានជាយើងនិយាយថាសត្វឃ្មុំហ្នឹងជាសត្វដែលមានសាមគ្គីភាពពីព្រោះថាបន្តតែយើងសង្កេតមើលទៅសត្វឃ្មុំគឺវាតែធ្វើការជាក្រុមហើយវា
មុំគឺជាសត្វប្រភេទដែលមានការព្យាយាមដើម្បីធ្វើឲ្យការងាររបស់ពួកគេនោះជោគជ័យមានការទទួលខុសត្រូវខ្ពស់ទំនួលខុសត្រូវរបស់សត្វឃ្មុំគឺនៅពេលដែលពួកវាមានការងារដឹងពីតួនាទីរបស់ពួកវារៀងខ្លួនគឺពួកវាតែងតែចេញទៅបំពេញការងារនោះដែលអត់ខ្លាចភាពហត់នឿយទេហើយឥឡូវនេះយកមកស្ដាប់ពីគុណសម្បត្តិរបស់សត្វរុយវិញម្ដងជួយបំបែកសារធាតុសំណល់សត្វរុយគឺជាសត្វដែលអាចជួយបំបែកសារធាតុសំណល់នៅពេលដែលយើងឃើញមានសារធាតុតូចៗប៉ុន្តែសត្វរុយគឺជាអ្នកដែលទៅបំបែកសារធាតុនោះដូច្នេះហើយវាអាចជួយបរិស្ថានរបស់យើងមកកម្រិតដែរជាផ្នែកមួយនៃខ្សែអាហារហេតុអីបានជាយើងនិយាយថាសត្វរុយនោះជាផ្នែកមួយនៃខ្សែអាហារពីព្រោះថានៅពេលដែលមានឧទាហរណ៍ថានៅពេលដែលសត្វមាន់វាទៅស៊ីសត្វរុយអញ្ចឹងវាអាចខ្លាចជាខ្សែអាហារបានពីព្រោះថានៅពេលដែលសត្វមាន់ស៊ីសត្វរុយបន្ទាប់មកមនុស្សយើងក៏ស៊ីសត្វមាន់បន្តទៅទៀតដែរជួយផ្ទេរផាត់ការខ្លះសត្វរុយអាចជួយផ្ទេរនៅលំអងការខ្លះនៅពេលដែលវាយកជើងវាទៅទុំទៅលើលំអងការអញ្ចឹងនៅពេលដែលមានលំអងការជាប់នៅជើងវាហើយវាទៅទុំនៅការមួយទៀតអញ្ចឹងអាចផ្ទេរលំអងការហ្នឹងឲ្យវាអាចបន្តពូជទៀតដែរសមត្ថភាពសម្រាប់ខ្លួនខ្ពស់គឺពួកវាអាចសម្រាប់ខ្លួនទៅនឹងបរិស្ថានខ្ពស់មិនថាបរិស្ថាននឹងល្អឬក៏កក្រិចនោះទេគឺវាអាចនៅបានហើយឥឡូវនេះគឺយើងចូលមកស្ដាប់ពីគុណវិបត្តិរបស់ប្រភេទសត្វទាំងពីរនៅវិញម្ដងគឺទី1គឺគុណវិបត្តិរបស់សត្វឃ្មុំគឺជាសត្វដែលពឹងផ្អែកលើក្រុមខ្លះពេកទោះបីជាវាមានសាមគ្គីភាពប៉ុណ្ណាប៉ុន្តែវាគឺពឹងផ្អែកទៅលើក្រុមខ្លះដោយសារតែពួកវាគឺអត់ចេញទៅធ្វើការដោយម្នាក់ឯងនោះទេគឺតែមានក្រុមជានិច្ចមានសេរីភាពផ្ទាល់ខ្លួនដោយសារតែការចេញទៅរកលំអងការជាក្រុមហ្នឹងឯងបានធ្វើឲ្យពួកវានឹងអត់មានសេរីភាពផ្ទាល់ខ្លួននោះទេឆាកប្រតិកម្មពេលមានគ្រោះថ្នាក់និងជីវិតខ្លីនិងការធ្វើការខាងពេកបន្ទាប់ពីនេះគឺគុណវិបត្តិរបស់សត្វរុយវិញម្ដងបញ្ជូនមេរោគនិងជំងឺសត្វរុយគឺជាសត្វដែលកុំក្រិចដូចជាយើងនឹងសប្តាហ៍ថាសត្វរុយគឺជាសត្វដែលកុំក្រិចចឹងហើយនៅពេលដែលវាទៅទុំនៅចំណែកហារបស់យើងចឹងវាអាចនាំជំងឺនឹងចម្លងដល់យើងបានបំពុលអាហារបង្កភាពរំខាននិងបន្តពូជលឿនពេកស្រុកលោកដូចយើងនឹងចាប់ទៅអំពីគុណវិបត្តិទៅជាគុណសម្បត្តិរបស់សត្វទាំងពីរហ្នឹងហើយគឺសត្វឃ្មុំគឺជាសត្វមួយប្រភេទដែលឧស្សាហ៍ព្យាយាមហើយខិតខំប្រឹងប្រែងមានការគ្រប់នៅទូនាទីរបស់ខ្លួនរៀងៗខ្លួនប៉ុន្តែវាជាសត្វដែលពឹងផ្អែកទៅលើក្រុមខ្លះពេកចំណែកឯសត្វរុយវិញគឺជាសត្វដែលវាក៏មានគុណសម្បត្តិដែរនៅក្នុងបរិស្ថានប៉ុន្តែវាមានគុណវិបត្តិច្រើនជាងដូច្នេះហើយបានជាសត្វរុយគេចាត់ទុកថាវាជាសត្វកុំក្រិចបើយើងសង្កេតទៅមើលវីដេអូហ្នឹងគឺតួស្រីដែលមានឈ្មោះថាសុចៃចៃគឺត្រូវបានចាត់ប្រកាន់ដោយមិត្តរួមថ្នាក់របស់ពួកគេបានចាត់ប្រកាន់ថានាងបានលួចនៅប្រាក់មូលនិធិនៅក្នុងថ្នាក់ទី11នៃបន្ទប់ទី1ហើយបន្ទាប់មកនៅពេលដែលមិត្តភ័ក្តិរបស់នាងដឹងមានដូចជាចាំងលំរាំងគូរាំងយ៉ាងចាយក៏ដូចជាគាត់ខ្លះនៅពេលដែលពួកគេដឹងពួកគេបានព្យាយាមរកលុយនឹងក៏តែឃើញហើយលុយនឹងគឺនៅជាមួយនឹងប្រទេសថ្នាក់ទី11ចឹងហើយគឺនាងនេះក៏ប្រៀបដូចទៅសត្វឃ្មុំដែលពួកគេគឺខិតខំព្យាយាមនឹងសាមគ្គីគ្នាជួយគ្នាទោះបីជាពេលមានអាសន្នក៏ដោយហើយនៅពេលដែលនាងបានដឹងថាលុយហ្នឹងទៅនៅជាមួយនឹងប្រទេសថ្នាក់ទី11ហើយនាងបានទាមទារនៅការសុំទោសពីពួកគេពីព្រោះថាពួកគេបានចាត់ប្រកាន់នាងតែមានផងតែនោះទេនេះជាបញ្ជាក់ពីចរិតរបស់សត្វឃ្មុំដែលអត់ចេះទៅយាយីណាគេមុនគេនោះទេទោះតែគេហ្នឹងមិនប្របាប់ខ្លួនហើយឥឡូវហ្នឹងក៏ខ្ញុំសូមទេវេទិកាហ្នឹងទៅកាន់មិត្តរបស់ខ្ញុំបកស្រាយបន្តកិច្ចបន្ទាប់ខ្ញុំបានស្គាល់តាមពីគុណសម្បត្តិរបស់មនុស្សប្រភេទឃ្មុំគឺជាមនុស្សមានសិលធម៌អ្នកកលាបុត្រឃ្មុំដោយសារឃ្មុំគឺសំដៅទៅលើការខិតខំព្យាយាមប្រឹងប្រែងដើម្បីសម្រេចគោលដៅមានវិជាខិតខំប្រឹងប្រែងដោយឃ្មុំដែលធ្វើការយ៉ាងល្អហ
mình thuộc sầm lá ở buôn mình miền này nó tại cô ta có luôn là chồng bạn thằng cha chỉ có cái cơ càng như mùi này là đấy là quay họ phải giải luôn là tiếp nâng phần lần đầu tiên là mình nói chúng ta phần lần họ thì làm lại bằng rung làm lại bằng ánh phần bốn sau đó là mình còn tới chạy lại sau đó mình được việc muốn tiêu mình được miền trở lại nào đó tập không chia diếm hay chắc cơ càng thì có là bay sầm lại lần phá luôn nó bằng phần bốn nâng chỗ này tôi chỉ là khi mà tôi tránh đi chia mình được bọcจะได้อะไรนะมองมีลูกเด็กมุ้งหรือคนสมัครก็มองมีเด็กมุ้งคือลูกเกจะใช้ถึงแล้วลูกเกจะใช้ถึงแล้วลูกเกจะหาการที่ปันเนี่ยเอาให้เลยนะเอาให้ถึงใช้ยมทรงได้เอาเลยchỉ là nặng mỗi một một hệ này ca là 300 ca sắm chợ bị prum đồ một hệ rồi chia ca của việc chơi lớp kia nói pho nữa lớp kia nói pho này hay thuộc ba ca học thôn nó còn đó học thon chừng ởประเภทนี้មានការអត់ធ្មត់បំផុតរបស់អ្នកដែលមានភាពអត់ធ្មត់និងការកំណត់ពេលវេលានិងមានភាពចម្រុងចម្រាស់ក្នុងការសម្រេចចិត្តតាមរបស់ប្រជាជនសរុបមកមួយប្រភេទមួយមានន័យថាជាការបង្ហាញនៅអាកប្បកិច្ចនិងលក្ខណៈអាក្រក់បែបជាថ្មីទៅនឹងនេះប្រភេទនេះត្រូវបានគេជម្រះឲ្យមានចលនាផ្លូវចិត្ត
nó là cặp cây để cặp chủng lắp nó đẹp là có là bom đẹp là có sẽ tiền bây giờ cái đó thì phải nhìn cho lý chưa một phép luôn lý chưa một phép thôi mình ở đây mình được boวันนี้ฟ้าจิ้มหลวงก็แต่เนี่ยจะรับแต่เนี่ยจะรับมันมาต้องมันจะการเป็นขโมยที่การโดยผมเรียนเราต้องโต้แต่เริ่มวันนี้ฟ้าจิ้มหลวงก็จิ้มหลวงก็ได้จิ้มหลวงก็ได้เวียนที่เป็นจุดเวียนเนี่ยlà nói chung với luôn ở bên chừng với nói chung với luônเนี่ยlà nói chung với cái nói chung với รื่องlàmจุดเวียนจุดเด่นที่มันต้องเตะกันมันต้องเป็นการเตะหน้าที่จะก่อสร้าง ឥឡូវហ្នឹងការបកស្រាយរបស់យើងក៏ឈានចូលដល់ពេលបញ្ចប់ដែរជាចុងក្រោយនេះខ្ញុំសូមសំណូមពរទៅដល់យើងគ្រប់គ្នានៅក្នុងនាមយើងជាយុវជនម្នាក់ជាយុវជនតតងសសរក្នុងប្រទេសជាតិម្នាក់យើងគួរតែជ្រើសរើសយកនៅអត្ថចរិតនៃគុណសម្បត្តិរបស់មនុស្សប្រភេទឃ្មុំប៉ុន្តែសួរថាតើយើងគួរតែបោះបង់ចោលអត់ក៏គាត់ថាគឺយើងអត់បោះបង់ចោលទេប៉ុន្តែសួរថាយើងយកវាយើងក៏នៅតែអត់យកវាដែរអ្វីដែលយើងគួរធ្វើគឺចាប់យកនៅចំណុចអវិជ្ជមានទាំងអស់ហ្នឹងគឺយកមកសិក្សាបន្ថែមឬក៏កែច្នៃអាហ្នឹងឲ្យទៅជាចំណុចវិជ្ជមានដែរវិញតែយើងអាចនិយាយបានថាចាប់យកចំណុចអវិជ្ជមានយកបដូរទៅជាចំណុចវិជ្ជមានហើយជាចុងក្រោយក្រុមរបស់យើងខ្ញុំក៏បានបកស្រាយទៅដល់ពេលបញ្ចប់នេះខ្ញុំសូមអរគុណទៅដល់លោកគ្រូក៏ដូចជាមនុស្សទាំងអស់គ្នាសម្រាប់ការស្ដាប់ So this brings us to the end of our presentation today. Thank you teachers and everyone for your attention, spending time listening to our Prem Khmer